ការចុះផ្សាយរបស់ GNA លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ថាសង្គ្រាមនៅអ៊ីរ៉ង់អាចបន្តដល់1 ខែនិងបដិញ្ញាសងសឹកចំពោះការស្លាប់របស់កងទ័ពសហរដ្ឋអាមេរិកលោកប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump បានថ្លែងកាលពីថ្ងៃអាទិត្យថាសង្គ្រាមនៅលើប្រទេសអ៊ីរ៉ង់អាចនឹងបន្តរយៈពេល1 ខែបន្ទាប់ពីទីក្រុង Washington បានប្រកាសថាខ្លួនបានកំទេចទីបញ្ជាការនៃកងឆ្មាំបដិវត្តន៍ដ៏មានអំណាចរបស់អ៊ីរ៉ង់ហើយអ៊ីស្រាអែលបានបញ្ជាក់ថាប្រតិបត្តិការរួមគ្នាបានផ្ដល់ការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធបញ្ជាការនិងគ្រប់គ្រងរបស់ទីក្រុងតេអ៊ីរ៉ង់ទាំងមូលមួយថ្ងៃបន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលគឺលោក Ali Khamenei បានរុញច្រានឲ្យតំបន់មជ្ឈិមបូព៌ានិងសេដ្ឋកិច្ចពិភពលោកធ្លាក់ក្នុងភាពមិនច្បាស់លាស់កាន់តែខ្លាំងទៅសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបន្តយុទ្ធនាការឃោសនាយុទ្ធនាការយោធារបស់ខ្លួនដែលបានបង្កឲ្យមានការរង្គោះរង្គើដល់វិស័យជាច្រើនចាប់ពីការដឹកជញ្ជូនតាមកប៉ាល់ការធ្វើដំណើរតាមយន្តហោះរហូតដល់វិស័យប្រេងមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថាយុទ្ធនាការនេះនឹងបន្តក្នុងរយៈពេលច្រើនថ្ងៃទៀតនៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយនឹងសារព័ត៌មានមានឈ្មោះថា Daily Mail លោកត្រាំបាននិយាយបន្ថែមទៀតថាការវាយប្រហារអាចនឹងបន្តរហូតដល់4 សប្តាហ៍ឯណោះលោកត្រូវបានដកស្រង់សម្ដីពី Q វាអាចនឹងចំណាយពេលប្រហែលជា4 សប្តាហ៍ឬក៏តិចជាងនេះបើទោះបីជាប្រទេសធំនិងរឹងមាំក៏ដោយវានឹងចំណាយពេល4 សប្តាហ៍លោកត្រាំក៏បានប្រាប់កាសែតដដែលថាលោកនៅតែបើកចំហសម្រាប់ការចរចាបន្ថែមជាមួយនឹងជនជាតិអ៊ីរ៉ង់ប៉ុន្តែមិនបានបញ្ជាក់ថាតើនឹងកើតឡើងនៅពេលណាឬឆាប់ឬក៏យ៉ាងណានោះទេការបាត់បង់ជីវិតនៅលើដំបូងរបស់កងទ័ពសហរដ្ឋអាមេរិកគណៈដែលចំនួនបានឈានចូលដល់ថ្ងៃទី2លោកត្រាំបាននិយាយបន្ថែមទៀតថាមេដឹកនាំអ៊ីរ៉ង់ចំនួន48នាក់គឺត្រូវបានសម្លាប់ហើយកងទ័ពជើងទឹកអាមេរិកបានចាប់ផ្ដើមពន្លិចកងទ័ពជើងទឹកអ៊ីរ៉ង់ដោយបានបំផ្លាញនាវាចម្បាំងអ៊ីរ៉ង់ចំនួន9គ្រឿងមកទល់ពេលនេះហើយកំពុងតែតាមកំទេចគ្រឿងដែលនៅសេសសល់យុធាអាមេរិកបានឲ្យដឹងបន្ថែមទៀតថាយន្តហោះនិងនាវាចម្បាំងអាមេរិកបានវាយប្រហារលើគោលដៅអ៊ីរ៉ង់ជាង 1000 កន្លែងចាប់តាំងពីលោកត្រាំបានបញ្ជាឲ្យចាប់ផ្ដើមប្រតិបត្តិការប្រយុទ្ធកាលពីថ្ងៃសៅរ៍គូបញ្ជាក់ផងដែរថាការវាយប្រហារទាំងនោះរួមមានការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយដែលមានឈ្មោះថា B2 ទម្លាក់គ្រាប់បែកទម្ងន់ប្រមាណជា 200,000 ផោនទៅលើមូលដ្ឋានមីស៊ីលក្រោមដីដ៏រឹងមាំបំផុតរបស់អ៊ីរ៉ង់ទន្ទឹមគ្នានឹងនេះដែរការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ក៏បានចាប់ផ្ដើមបង្កការខូចខាតផងដែរបើទោះបីជាយោធាអាមេរិកមិនបានរាយការណ៍ពីអ្នកស្លាប់កាលពីថ្ងៃសៅរ៍ប៉ុន្តែនៅថ្ងៃអាទិត្យខ្លួនបានបញ្ជាក់ថាកងទ័ពសហរដ្ឋអាមេរិក3 នាក់បានស្លាប់និង5 នាក់បន្ថែមទៀតបានរងរបួសធ្ងន់នៅក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់មន្ត្រីសហរដ្ឋអាមេរិក2 រូបបានប្រាប់ Reuters នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាកងទ័ពទាំងនោះបានស្លាប់ក្នុងមូលដ្ឋានមួយក្នុងប្រទេសគុយវ៉េតលោកត្រាំបានសម្ដែងការសោកស្ដាយចំពោះមរណភាពនេះប៉ុន្តែលោកបានបន្ថែមទៀតថាគួរឲ្យសោកស្ដាយវានឹងមានការបាត់បង់បន្ថែមទៀតមុនពេលសង្គ្រាមនេះបានបញ្ចប់ប៉ុន្តែសហរដ្ឋអាមេរិកនឹងសងសឹកចំពោះការស្លាប់របស់ពួកគេ
ហើយនឹងផ្ដល់ការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតដល់ពួកគេដល់ពួកភេរវករដែលបានធ្វើសង្គ្រាមប្រឆាំងនឹងទុរិយធម៌គូបញ្ជាក់ផងដែរថាយោធាអ៊ីស្រាអែលបាននិយាយការពីយប់ថ្ងៃអាទិត្យថាកងទ័ពអាកាសរបស់ខ្លួនបានគ្រប់គ្រងដែនអាកាសលើទីក្រុងតេរ៉ង់ទាំងស្រុងហើយរលកនៃការវាយប្រហារពាសពេញរដ្ឋធានីបានកំណត់គោលដៅទៅលើមជ្ឈមណ្ឌលចារកម្មសន្តិសុខនិងបញ្ជាការយោធាមន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថាគោលដៅបច្ចុប្បន្នគឺធ្វើឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ចុះខ្សោយរហូតដល់ដួលរលំចំណែកឯកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយការពីថ្ងៃអាទិត្យថាពួកគេបានវាយប្រហារលើនាវាដឹកប្រេងរបស់សហរដ្ឋអាមេរិកនិងអង់គ្លេសចំនួន3គ្រឿងនៅតំបន់ឈូងសមុទ្រនិងច្រកសមុទ្រ Humber ព្រមទាំងបានវាយប្រហារមូលដ្ឋានយោធានៅគុយវ៉េតនិងបារ៉ែនដោយប្រើដ្រូននិងមីស៊ីលគូបញ្ជាក់ផងដែរថាការធ្វើដំណើរតាមយន្តហោះជាសកលក៏ត្រូវបានរំខានយ៉ាងខ្លាំងក្លាផងដែរដោយសារការបិទអាកាសយានដ្ឋានសំខាន់ៗនៅមជ្ឈមបូព៌ារួមទាំងទីក្រុងឌូបៃផងដែរលោក Jonathan Pennygeff ដែលជាអតីតមន្ត្រីចារកម្មសហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈមបូព៌ាបាននិយាយថាទីក្រុង Washington និងអ៊ីស្រាអែលហាក់ដូចជាកំពុងអនុវត្តយុទ្ធសាស្ត្រដែលមិនត្រឹមតែសម្ដៅការកាត់បន្ថយសមត្ថភាពឆ្លើយតបយោធារបស់អ៊ីរ៉ង់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យរបបដឹកនាំបាត់បង់ថេរភាពតាមរយៈការគំទេចថ្នាក់ដឹកនាំជាន់ខ្ពស់និងការសាកល្បងភាពស្មោះត្រង់របស់កងទ័ពថ្នាក់ក្រោមលោកបានបន្ថែមទៀតថាភាពជោគជ័យនៃយុទ្ធសាស្ត្រនេះនឹងអាស្រ័យលើថាតើកងកម្លាំងសន្តិសុខនឹងឈរមើលនៅស្ងៀមឬក៏បោះបង់ចោលរបបដឹកនាំបើសិនបើមានការងើបបះបោរពីសាធារណជនឡើងវិញសមាជិកព្រឹទ្ធសភាគណៈបក្សសាធារណរដ្ឋលោក Tom Curran បាននិយាយបន្ថែមទៀតថាគ្មានចម្លើយសាមញ្ញទេសម្រាប់អ្វីដែលនឹងកើតឡើងបន្ទាប់ចំណែកលោក Lindsey Graham ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Trump បានគាំទ្រការអំពាវនាវឲ្យប្រជាជនអ៊ីរ៉ង់ជាអ្នកសម្រេចចិត្តថាតើនរណាគួរដឹកនាំរដ្ឋាភិបាលរបស់ពួកគេលោក Graham បាននិយាយបន្ថែមទៀតថានេះមិនមែនជាអ៊ីរ៉ាក់អាល្លឺម៉ង់ឬជប៉ុនទេយើងនឹងរំដោះប្រជាជនចេញពីរបបភេរវកម្មបាទនេះគឺជា